ករណីបុករះនៅមុខក្រសួងមហាផ្ទៃដែលបង្កឲ្យមានអ្នកស្លាប់ម្នាក់និងអ្នករងរបួសធ្ងន់ចំនួន2នាក់និងអ្នករងរបួសស្រាលចំនួន3នាក់ដែលបង្កឡើងដោយបុរសវ័យចំណាស់ម្នាក់បើកបររថយន្តក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងបើតាមប្រភពបានឲ្យដឹងថាអ្នកបើកបរក៏ជាមន្ត្រីនគរបាលម្នាក់ដែលមានតួនាទីជាប្រធានការិយាល័យគណនេយ្យស្នងការក្រុងសង្ស័យស្រវឹងបើកបររថយន្ត Maruti RX 400H ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AQ 2188ទៅបុកជាមួយកង់3ឥណ្ឌាបណ្ដាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុនិងរថយន្តបង្កបន្តទៅបុកម៉ូតូនិងរថយន្តបណ្ដាលឲ្យរងរបួស3នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង 2:00 នាទីរសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025នៅចំណុចទល់មុខច្រកចេញក្រសួងមហាផ្ទៃតាមបណ្ដោយផ្លូវព្រះនរោត្តមស្ថិតនៅភូមិទី10សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញបើតាមការបញ្ជាផ្ទាល់របស់ឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបណ្ដាលឲ្យជនរងគ្រោះស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាលចំនួន5នាក់អ្នកបើកបរដែលជាមន្ត្រីស្នងការរដ្ឋាភិបាលនគរបាលរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់សូមបញ្ជាក់ផងដែរហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ម្នាក់អ្នករងរបួសធ្ងន់ចំនួន2នាក់និងអ្នករងរបួសស្រាលចំនួន3នាក់ចំណែកអ្នកបើកបររថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ននិងបើកបរមានជាតិស្រវឹងអត្រាជាតិអាល់កុលចំនួន 0.35 មីលីក្រាមក្នុង1លីត្រខ្យល់រាយការណ៍ដោយខ្ញុំបាទសុភាពពីខេត្តបន្ទាយមានជ័យ